បាទអូខេឥឡូវនេះយើងសិក្សាទៅលើសាបថូលបាទនៅក្នុងកម្មវិធី Corel Draw របស់យើងនេះសាបថូលគឺមានតួនាទីសម្រាប់ចាប់ដកអក្សរចេញពីជួរឬក៏ពត់ប្រអប់អ្វីមួយបាទចំណែកផ្ទាំងក្រោមនេះគឺជាប្រពៃបាទរបស់វាតែម្ដងបាទនៅពេលដែលយើងយកមកចុចទៅលើសាបថូលដូច្នេះគឺវាបានបង្ហាញប្រពៃបាទដូចខាងក្រោមនេះបាទអូខេឥឡូវនេះយើងធ្វើការអនុវត្តនៅក្នុងកម្មវិធី Corel Draw ទាំងអស់គ្នាបាទឥឡូវនេះយើងបើកមកបាទបើកក្តារការងារថ្មីបាទឥឡូវយើងបង្កើត object មួយបាទដែលមានឈ្មោះថា rectangle តែម្ដងបាទដូច្នេះយើងចូលទៅកាន់ Subtool ដូច្នេះហើយគឺវាបង្ហាញលក្ខណៈបែបនេះពីព្រោះ Subtool គឺទាមទារឲ្យយើងមានការ convert object បាទយើងមើលទៅលើប្រពៃបាទនេះទៅគឺដាក់ថា convert to curve យើងអាច click លើនឹងទៅគឺយើងអាចប្រើជាមួយ Subtool បាទគឺវាបានបង្ហាញប្រពៃបាទដូចខាងលើនេះបាទចំណែកចំណុច4នេះចំណុច4 node នេះគេហៅថា node បាទគឺមាន4ជ្រុងតែម្ដងបាទហើយចំនួន node នេះក៏យើងអាចលុបវាចេញក៏បានឬក៏អាចថែមចំនួន node ក៏បានដែរបាទទី1យើងអាច click ឧទាហរណ៍ខ្ញុំចង់ដាក់ node កន្លែងនេះចំណុចកណ្ដាលនឹងមួយដូច្នេះហើយយើងត្រូវចុចទៅលើ property បាទយកពាក្យថា add node បាទឬមួយទៀតយើងអាចចុចទៅលើ key របស់យើងបាទសញ្ញាលេខបូកបាទដូច្នេះគឺវាបានបង្ហាញចំនួន node របស់យើងហើយបាទឬក៏យើងចង់លុបវាចេញយើងចុច delete មកបាទឬមួយទៀតយើងអាចមើលទៅលើ property បាទយកពាក្យថា delete node បាទហើយម្យ៉ាងទៀតយើងមិនបាច់មើលទៅលើ property បាទយើងអាច right click ទៅលើនឹងមកគឺមាន add node delete node ហើយធ្វើឲ្យ object របស់យើងអាចកោងបាននេះបាទឥឡូវនេះខ្ញុំ delete node បាទយើង click ទៅលើវាហើយ right click យើងអាចពត់វាឲ្យកោងបានដោយយកពាក្យថា to curve ដែលវាដាក់សញ្ញាស្រាប់ហើយនឹងឈ្មោះទៅលើនឹងតែម្ដងបាទយើងអាច select លើវាទៅគឺវាអាចពត់ object ចឹងបានបាទហើយត្រង់ចំណុចនេះគឺកន្លែងកាត់ផ្ដាច់បាទកាត់ផ្ដាច់ដែល click ទៅលើចំណុចនេះយើងចង់កាត់ផ្ដាច់យើងអាចចុចទៅលើវាដូច្នេះវាបង្ហាញចំណុចកាត់ផ្ដាច់បាទដែលយើងគ្រាន់តែ double click ទៅលើវាដូច្នេះគឺវានឹងដាច់តែម្ដងបាទយើងអាច double click រហូតទៅគឺវាអាចដាច់បាទតោះនេះកន្លែងហ្នឹងឥឡូវ back វិញមកបាទហើយចង់ឲ្យត្រង់វិញយើងអាចយកពាក្យថា convert curve to line បាទអញ្ចឹងវាត្រង់វិញហើយបាទហើយក្នុងនេះគឺយើងអាចចាក់ពណ៌ទៅលើនឹងបានដែរបាទផ្ទាល់នេះកន្លែងហ្នឹងបាទនៅពេលដែលយើង select មួយវាចេញ object បង្ហាញកាត់ផ្ដាច់ពត់ឲ្យកោងដល់ពេលយើង select 2គឺវាបង្ហាញទៀតហើយនៅលើនេះ start ហើយមាន rotate ហើយមាន I cannot នឹងតែម្ដងបាទកន្លែងនេះគឺវាដល់ពេលដែលយើង click ទៅលើវា select all ដូច្នេះវា select ទាំងអស់នៅលើ object របស់ទៅលើ node នៅលើ object ហ្នឹងបាទ select all កន្លែងនេះដល់ពេលដែលយើងចាប់ទាញហ្នឹងគឺអាចបំរែបំរួលបានដល់ពេលយើងដកវាចេញមកគឺយើងអាចចាប់ទាញទាំងអស់តែម្ដងបាទតោះនៅកន្លែងហ្នឹងបាទចំណុចកន្លែងនេះគឺយើងអត់ចាំបាច់ប្រើទេបាទតោះនៅកន្លែងហ្នឹងឥឡូវនេះខ្ញុំធ្វើការពត់ object យើងបាទពត់សក់ទាំងអស់តែម្ដងបាទដូច្នេះកាលណាយើងបង្កើតទំហំពត់សងខាងចេះគឺវាបានចេញសញ្ញានេះមួយទៀតដែលមានឈ្មោះថា make node smooth បាទយើង click ទៅលើវាទៅគឺវាបង្ហាញសញ្ញាដែលពត់បានសងខាងបាទហើយអាច click ទៅលើវាហើយយកពាក្យ make node symmetrical គឺវាបង្ហាញការពត់លក្ខណៈផ្សេងបន្ទាប់ពីនឹងទៀតបាទតោះនេះកន្លែងហ្នឹងឧទាហរណ៍ខ្ញុំបង្កើតទៅមួយទៀតដូច្នេះយើងអាច select លើវាទាំង3ដូច្នេះវាបង្ហាញចំនួនទាំង3នេះតែម្ដងបាទគឺមានការពត់លក្ខណៈផ្សេងៗគ្នាទាំងអស់បាទចំណែកត្រង់នេះគឺគេដាក់ថា reduct node គឺយើងមិនបាច់ប្រើវាក៏បានដែរបាទចំណែកខាងឆ្វេងដៃគេបអត់ដាក់ថា rectangle នេះគឺជាការ select របស់យើងអាច select ជាលក្ខណៈ4ជ្រុងបាទ
vàខាងក្រោមនេះ fresh and head គឺជាលក្ខណៈដែលយើងគូសយកតែម្ដងបាទយើងអាច click ទៅលើតែ3ចំណុចហ្នឹងគឺយើងអាច click ទៅលើចេះមកបាទ click លើចេះយើងអាចពត់មកនេះវិញកុំឲ្យវាប៉ះចំណុចនេះគឺវាចាប់តែ3ហ្នឹងទេបាទតោះនៅកន្លែងហ្នឹងបាទអូខេមិនថា rectangle មិនថា tictol ឬក៏មិនថា ellipse ទេបាទគឺមានការពត់បានទាំងអស់បាទចំណែកpolygon មួយនេះគឺយើងអាចធ្វើក្នុង subtool បានដែរបាទនៅពេលដែលយើងមិនទាន់បាន convert វាគឺយើងប្រើ subtool បានដែរបាទប៉ុន្តែយើងអាច click វាទៅវាអាចចេញជាលក្ខណៈផ្សេងបាទតោះនៅកន្លែងហ្នឹងយើងអាចធ្វើវាចេញជារាងមេឃបានដែរបាទអូខេយើងអាចធ្វើវាចេញជាផ្កាយបាទប៉ុន្តែបើសិនបើជាយើង convert វានៅពេលដែលយើងចូលនៅ subtool គឺយើងមិនអាចពត់វាដូចលក្ខណៈអំបញ្ញមែនទេគឺចេញជាលក្ខណៈផ្សេងទៀតបាទមួយទៀត ellipse នៅពេលដែលយើងមិនទាន់ convert វាគឺយើងអាច click ទៅលើវាទៅគឺយើងអាចកាត់ចំណែកជ្រុងនៃវាបានបាទបើសិនបើយើង convert វាហើយគឺយើងអាចពត់វាតាមលក្ខណៈផ្សេងចឹងទៀតបាទតោះនេះកន្លែងហ្នឹងបើសិនបើ tictol គឺយើងអាចធ្វើនៅលើវាចូលក្នុង subtool នៅពេលដែលយើងមានអក្សរច្រើនគឺយើងអាចកំណត់ទាញ paragraph វាចុះឡើងបានបាទតោះនេះកន្លែងហ្នឹងហើយយើងអាចចាប់អក្សរចេញពីជួរបានហើយយើងអាចបដូរ font នៅលើ property bar ឬក៏បដូរ size ធ្វើឲ្យ bold បាទហើយយើងអាចរំកិលឆ្វេងស្ដាំបាទរាំងលើចុះក្រោមឬអាចបង្វិលឬអាចធ្វើអក្សរជាលក្ខណៈនៅក្នុងគណិតវិទ្យាគេហៅថាលក្ខណៈបាទជាលក្ខណៈស្វ័យគុណបានអូខេហើយមានធ្វើឲ្យអក្សរធំដើមបាទឬក៏ធំទាំងអស់បាទតោះនៅកន្លែងហ្នឹងបាទហើយចំណុចនេះគឺការបដូរ font ហើយមាន scroll ដែលយើងដូចដាក់បានខាងលើនេះវាគឺដូចគ្នាតែម្ដងបាទមាន underline បាទហើយ streak cut through overline up scale position គឺមានច្រើនយើងអាចធ្វើការកែប្រែក្នុងនឹងបានទៀតបាទបើចំណុច3ខាងក្រោមនេះគឺវាដូចគ្នាខាងលើនេះបាទជាន់នេះកន្លែងហ្នឹងបាទដូច្នេះយើងអាចមើលទៅតាមនឹងបានបាទអូខេបើសិនបាទ tictol បើសិនបើយើងមិនទាន់បាន convert ទេគឺយើងអាចកែវាទៅតាមលក្ខណៈដូចបាញ់មិញប្រសិនបើយើង convert វាគឺយើងចូល errang convert ឬក៏ control q បាទយើងអាច control q មកដូច្នេះហើយកាលណាដែលយើង convert គឺមិនអាចទៅសេអក្សរបន្តពីនឹងទៀតបានទេបាទហើយយើងអាចចូលក្នុង bracket នៅក្នុង property បានដើម្បីបំបែកវាបាទដូច្នេះបំបែកវាហើយយើងអាចប្រើជាមួយ subtool ដែលយើងអាចបដូរទ្រង់ទ្រាយ font អក្សរឬក៏ហៅថាលេង mode អក្សរក្នុងការលក្ខណៈកែប្រែក្នុងនឹងបានបាទតោះនេះកន្លែងហ្នឹងអូខេនឹងចំណុចមួយឥឡូវចូលដល់ចំណុចមួយទៀតដូចជា start tool របស់យើងបាទយើងអាច click វាមកយើងមិនទាន់បាន convert វាយើងប្រើជាមួយ subtool យើងអាចទាញវាដូចជា polygon វិញឬក៏ឲ្យរាងតូចជាងនឹងក៏បានដែរបាទបើសិនបើយើង convert ហើយគឺយើងអាចធ្វើដូចបាញ់វិញទេយើងអាចទាញវាចេញលក្ខណៈផ្សេងទៀតបានបាទអូខេឥឡូវនេះការបង្ហាញ subtool របស់យើងគឺត្រូវបានបញ្ចប់ត្រឹមហ្នឹងបាទអូខេហើយនៅមានការបង្ហាញ tool ជាច្រើនទៀតនៅវីដេអូក្រោយរបស់យើងបាទអូខេ